vị thi nghe tha sợ bao nhiêu vừa sợ dương tôn rồi luôn chi vì xe cắt bằng thoi sợ chứ luôn nè miên tại bờ tì cái tôi cái bơ pi mát dương lấy tam sợ mà là mơ nâng pren liệp sợ bong ôn miên mà ấy đã mà nâng tàu bao miên pren đông có ban đài đã krim mình tuân sợ đại dương áp sợ rõ đòn nâng đã châu khnéนี่คือชีวิตที่ได้ยมเธอประจำสัปดาห์จังยมเธอหมู่สัปดาห์มาดองปลูกเปได้ยมออกให้คือเคยสะยมต้นระลงแม่จีบเสกกัดบันทอยสะจรูจังนั่นน่ะออกคณีสะยมปีมนน่ะคือรุ่นให้ใบจ้องให้สมโปงให้มีจีสำน้ำเตะบรรตัวปียมออกมานี่มาตัดมาดองสะยมพลายคลังเหม็นแต่จะจะบอกวิหายก็เฮียสัตวิឲ្យមកចឹងណាប្រទីកន្ទុយកពើ2ម៉ែត្រមិញគឺបានតែប៉ុណ្ណឹងឯងហើយខ្ញុំក៏ដាក់ប្រេងលាបសក់យើងចូល2 3តក់ហ្នឹងអ្នកនរគ្នាដាក់មកល្មមមកយើងអាចលាបសក់បានណារួចហើយខ្ញុំក៏ដាក់គ្រីមបន្ទន់សក់យើងនឹងចូលចំនួនកន្លះកញ្ចប់ហើយរួចហើយយើងកូរឲ្យខ្លាចតែជាល្បាយតែមួយណាឲ្យវាចូលសព្វគ្នាហ្មងណាកូរឲ្យសព្វហើយខ្ញុំក៏ចាប់ផ្ដើមមកបាញ់សក់ជី2ចឹងណាស្រួលលាបហើយខ្ញុំក៏ដាក់លើដៃប៉ាទៅលើសក់យើងប៉ាតវាឲ្យស្មើគ្នាមកពេលដែលខ្ញុំលាបហើយខ្ញុំក៏ចាប់ចងបួងទៅលើឥឡូវហ្នឹងដល់ពេលដែលខ្ញុំត្រូវលាងទឹកចេញហើយគឺខ្ញុំអាប់ទុករយៈពេល20នាទីយើងលាងទឹកចេញហើយយើងកក់ជាមួយនឹងសាប៊ូដែលយើងកក់ជាប្រចាំថ្ងៃធម្មតាហើយទម្លាប់ខ្ញុំពេលដែលខ្ញុំកក់សក់អញ្ចឹងគឺខ្ញុំចូលចិត្តកក់ហូនចឹងព្រោះពេលខ្ញុំកក់អញ្ចឹងវាងាយស្រួលជាងវាលឿនជាងហើយអ្នកគ្នាសក់ខ្ញុំគឺកក់រួចហើយខ្ញុំផ្លុំជាមួយនឹងកង្ហាលយើងហ្នឹងខ្ញុំអត់ផ្លុំជាមួយនឹងម៉ាស៊ីនទេព្រោះខ្ញុំសង្កត់មើលសក់ខ្ញុំមើលពេលដែលខ្ញុំផ្លុំជាមួយនឹងម៉ាស៊ីនផ្លុំយើងហ្នឹងវាធ្វើឲ្យសក់យើងហ្នឹងស្ងួតឬមកក៏បែកចុងអញ្ចឹងទៅពេលដែលខ្ញុំបដូរមកប្រើចង្ហាន់វិញធ្វើឲ្យសក់ខ្ញុំហ្នឹងគឺធម្មតាមកវិញណាធម្មតាពីមុនមកវិញអញ្ចឹងអ្នកគ្នាអាចសាកតាមខ្ញុំបាននេះអ្នកគ្នាអាចមើលបានបន្ទាប់ពីសក់ខ្ញុំស្ងួតហើយគឺខ្ញុំមានអារម្មណ៍ថាសក់ខ្ញុំអាឡងជាងមុនអាលាស់មានសំណើមអញ្ចឹងទៅហើយអ្នកគ្នាកុំភ្លេចសាកធ្វើទាំងអស់គ្នាបាយបាយ